សាច់រឿងចាប់ផ្ដើមឡើងដែលមានស្ត្រីម្នាក់បានឃើញអ្វីមួយនៅក្នុងឃ្លាំងមួយធ្វើឲ្យគាត់ភ័យតក់ស្លុតយ៉ាងខ្លាំងឆ្មាជាទីស្រឡាញ់របស់ម្ចាស់ផ្ទះម្នាក់ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃប៉ុន្តែអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺថាវាមិនត្រូវបានធ្វើឡើងដោយមនុស្សនោះទេវាជាទង្វើរបស់មនុស្សយន្តសាច់រឿងបានកាត់តអតីតកាលវិញមនុស្សយន្តនេះត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះថា Aiden មូលហេតុដែលគាត់បង្កើតមនុស្សយន្តនេះឡើងដោយសារតែគាត់បានបាត់បង់កូនប្រុសតូចរបស់គាត់ក្នុងគ្រោះថ្នាក់មួយនៅក្នុងការចងចាំរបស់គាត់លោកពូ Aiden បានប្រើទេពកោសល្យបច្ចេកទេសរបស់គាត់ដើម្បីបង្កើតមនុស្សយន្តនេះឡើងហើយដាក់ឈ្មោះឲ្យវាថា Robin ដែលដូចនឹងឈ្មោះកូនប្រុសរបស់គាត់ដែរពេលឃើញដៃមនុស្សយន្តចាប់ផ្ដើមធ្វើចលនាដោយខ្លួនឯងគាត់សប្បាយចិត្តយ៉ាងខ្លាំងគាត់បានអោប Robin ដូចជាកូនប្រុសរបស់គាត់អញ្ចឹងដូចជាពន្លឺបានត្រឡប់មកជីវិតរបស់គាត់វិញប៉ុន្តែលោកពូ Aiden មិនបានដឹងថាមនុស្សយន្តនេះចាប់ផ្ដើមចេះគិតដូចខ្លួនឯងនោះទេនៅពេលដែលលោកពូចេញទៅបាត់ពេលនោះដែរវាក៏បានសម្លាប់សត្វឆ្មាមួយដោយសារតែវាមានអារម្មណ៍ថាសេចក្តីស្រឡាញ់របស់ដុកទ័រត្រូវបានចែករំលែកជាមួយនឹងសត្វចិញ្ចឹមហើយវាបានក្លាយជាមនុស្សច្រណែននិងមិនចង់ឲ្យអ្នកណាផ្សេងយកចិត្តទុកដាក់នឹងដុកទ័រឡើយនេះហើយជាមូលហេតុដែលវាសម្លាប់សត្វឆ្មាកាត់មកគូសង្សារមួយគូកំពុងតែដើរលេងលើឆ្នេរមួយម្នាក់ប្រុសមានឈ្មោះថា Leo និងម្នាក់ស្រីដែលជាសង្សារឈ្មោះថា Lexi ពួកគេបានស្រឡាញ់គ្នាអស់រយៈពេល5ឆ្នាំហើយពេលនឹងដែរ Leo បានសុំមិត្តស្រីរបស់ខ្លួនរៀបការធ្វើឲ្យ Lexi រំភើបចិត្តយ៉ាងខ្លាំងទោះបីយ៉ាងណាក៏ដោយនាងមិនបានដឹងថាមិត្តប្រុសរបស់ខ្លួនមានបន្ទុកជាមួយនឹងបំណុលយ៉ាងច្រើននោះទេហើយម្ចាស់បំណុលកំពុងតែតាមដានសកម្មភាពរបស់គាត់ផងដែរ Leo ក៏បានឃើញក៏ព្យាយាមផ្លាស់ប្ដូរប្រធានបទនាំសង្សាររបស់គាត់ទៅជួបនឹងសាច់ញាតិរបស់គាត់វិញហើយគ្មានអ្នកណាក្រៅពីលោកពូ Aiden នោះទេមិនយូរប៉ុន្មានពួកគេបានមកដល់ផ្ទះរបស់លោកពូតាមពិតទៅលោកពូដុកទ័រគឺជាពូរបស់ Leo ក្នុងដំណើរទស្សនកិច្ចនេះដែរលោកពូបានប្រាប់ថាការចងចាំរបស់គាត់បានចុះខ្សោយដោយសារតែគ្រោះថ្នាក់ចរាចរណ៍កាលពី2ឆ្នាំមុនហើយគាត់សឹងតែមិនចងចាំ Leo នោះទេតាមពិតទៅ Leo និងលោកពូមិនត្រូវជាអ្វីនឹងគ្នាឡើយ Lexi បានជួលលោកពូទៅចូលទៅក្នុងបន្ទប់វិញពេលនោះដែរមនុស្សយន្តបានសម្លឹងមើលអ្វីៗគ្រប់យ៉ាងដោយស្ងៀមស្ងាត់ពីបង្អួចជន់លើនៅពេលដែល Leo អង្គុយក្នុងបន្ទប់គំនូរគាត់បានកត់សម្គាល់ឃើញរូបថតចាស់ៗមួយចំនួនរបស់លោកពូព្យូនៅលើជញ្ជាំងកំពុងតែអង្គុយស្រាប់តែបានឮសំឡេងដូចជាមនុស្សគប់ចេញពីបង្អួចកញ្ចក់ខាងក្រោយគាត់ដោយសារតែចង់ដឹងចង់ឃើញគាត់ក៏បានដើរទៅមើលនិងឃើញរូបក្មេងមួយនៅខាងក្រោយវាំងននប៉ុន្តែពេលគាត់បើកទ្វារមកមិនមានអ្នកណាម្នាក់នៅទីនោះទេនៅពេលគាត់ត្រឡប់មកវិញគាត់ក៏បានឃើញមនុស្សយន្តមួយដែលមានរូបរាងចម្លែកអង្គុយក្បែរចង្ក្រានភ្លើង Lexi បានដើរមកឃើញដូចគ្នាធ្វើឲ្យ Lexi ក៏ភ្ញាក់ផ្អើលដូចគ្នាផងដែរលោកពូ Aiden បានណែនាំវាដោយមានមោទនភាពថាវាមានឈ្មោះថា Robin ដែលជាមនុស្សយន្តពិសេសដែលគាត់បានសាងសង់ឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់ Robin លោកពូបានស្នើសុំឲ្យអ្នករាល់គ្នាចេញទៅក្រៅហើយបិទទ្វារបន្ទាប់មកដើរចូលវិញហើយក៏ទ្វារ3ដងនៅពេលដែលពួកគេចូលមកម្ដងទៀតមនុស្សយន្តនោះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង Leo មានអារម្មណ៍ថាហាក់ដូចជាមានអ្នកផ្សេងនៅក្នុងផ្ទះដោយសម្ងាត់ទោះយ៉ាងណាក៏ដោយអ្នកបម្រើស្រីឈ្មោះ Kriya បានធានាថាមានតែពួកគេ4នាក់តែប៉ុណ្ណោះនៅក្នុងបន្ទប់នេះបន្ទាប់ពីនិយាយគ្នាលេងហើយលោកពូ Aiden បានលាអ្នកទាំងអស់គ្នាចូលទៅក្នុងបន្ទប់គាត់ដើម្បីសម្រាកទៅហើយ Leo នៅជជែកលេងជាមួយនឹង Freya បានប្រាប់ថាគាត់បង្ហាញការព្រួយបារម្ភរបស់នាងតែងតែមានអារម្មណ៍មិនសប្បាយចិត្តចំពោះអាកប្បកិរិយារបស់ Robin បន្ទាប់ពីនិយាយគ្នាលេងហើយពួកគេក៏បែកផ្លូវគ្នាទៅគេងទៅនៅព្រឹកបន្ទាប់ Freya មិនបានមកធ្វើការនោះទេជាធម្មតានាងមិនដែលអាក់ខាននឹងការងារឡើយធ្វើឲ្យលោកពូ Aiden ព្រួយបារម្ភជាខ្លាំងហើយពេលនោះដែរគាត់បានកត់សម្គាល់ឃើញប្រឡាក់ឈាមនៅលើមុខមនុស្សយន្តទៀតផងដោយដឹងថាមានអ្វីមួយខុសប្រក្រតីលោកពូបានធ្វើការដោះសារវាជាថ្មីនាំ Robin ចូលទៅក្នុងបន្ទប់ជួសជុលនៅពេលលោកពូត្រួតពិនិត្យមើលមនុស្សយន្តគាត់បានរកឃើញបំណែកសម្លៀកបំពាក់របស់ Freya ធ្វើឲ្យគាត់ខឹងនឹង Robin នឹងតក់ស្លុតជាខ្លាំងផងដែរគាត់បានសួរ Robin ថាតើអ្នកបានធ្វើអ្វីខ្លះប៉ុន្តែមនុស្សយន្តនោះនៅស្ងៀមមិននិយាយអ្វីនោះទេពេលនេះលោកពូដឹងថាមនុស្សយន្តនោះមានចរិតមិនល្អក៏ដូចជាចុចបិទវាភ្លាមៗផងដែរនៅពេលគាត់ដកថ្មចេញហើយគាត់ក៏បានដើរចេញពីបន្ទប់ទាំងកំហឹងតែអ្វីដែលលោកពូមិនបានដឹងនោះគឺថាមនុស្សយន្តនេះអាចមានសកម្មភាពខ្លួនឯងវាទោះបីជាដកថ្មចេញក៏ដោយនៅយប់នោះផងដែរនៅពេលដែលគ្រប់គ្នាកំពុងតែដេកលក់ Leo បានដើរត្រួតពិនិត្យមើលក្នុងផ្ទះរបស់លោកពូដោយស្ងៀមស្ងាត់គោលបំណងរបស់គាត់គឺស្វែងរករបស់មានតម្លៃនិងលុយឬរបស់ដែលមានតម្លៃនិងលុយដើម្បីលួចយកទៅសងបំណុលគេប៉ុន្តែទោះបីជារកយ៉ាងណាក៏ដោយក៏មិនបានឃើញអ្វីនោះដែរហើយគាត់ក៏ត្រឡប់ទៅដេកវិញទៅលុះដល់ព្រឹកបន្ទាប់លោកពូ Aiden បានចូលទៅក្នុងបន្ទប់មនុស្សយន្តដើម្បីត្រួតពិនិត្យប៉ុន្តែគាត់មិនបានឃើញមនុស្សយន្តនោះទេភ្លាមៗគាត់បានឮសំឡេងព្យ៉ាណូនៅលើជន់លើនៅពេលឡើងទៅដល់គាត់មិនបានឃើញមនុស្សយន្តឈរនៅមុខកញ្ចក់ហើយវាឈរព្រេចភ្នែកម្ដងហើយម្ដងទៀតដូចជាកំពុងព្យាយាមធ្វើត្រាប់តាមអ្នកណាម្នាក់អញ្ចឹងលោកពូ Aiden ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលមនុស្សយន្តនេះអាចដំណើរការបានដោយគ្មានថាមពលថ្មសាច់រឿងបានកាត់មកដល់ពេលយប់ម្ដង Leo បានដើររកខ្វេះទូរបស់លោកពូទៀតហើយគាត់បានចូលទៅក្នុងបន្ទប់មួយហើយក៏បានឃើញកេះឈើមួយក៏បានបើកវាមើលវាផ្ទុកទៅដោយប្រដាប់ក្មេងលេងចាស់ៗដែលកូនប្រុសរបស់លោកពូ Aiden ធ្លាប់លេងជាមួយវាពីមុនផងដែរហើយវាមិនមានវត្ថុមានតម្លៃនៅក្នុងនោះទេភ្លាមៗលោកពូ Aiden បានមកបញ្ឈប់ Leo ដោយព្យាយាមធ្វើឲ្យគាត់យល់បន្ទាប់ពីសម្រួលគ្នាហើយ Leo បានសួរលោកពូអំ
ពេលការស្លាប់របស់កូនប្រុសរបស់គាត់លោកពូបានបញ្យល់ថានៅពេលនោះគាត់បាននៅក្រៅទីក្រុងហើយពេលគាត់ត្រឡប់មកវិញទើបគាត់បានដឹងដំណឹងនេះអ្នកខ្លះនិយាយថាកូនគាត់បានស្លាប់នៅក្នុងភ្លើងហើយអ្នកខ្លះទៀតជឿថាវាជាការធ្វើអត្តឃាតប៉ុន្តែប៉ូលីសមិនទាន់រកឃើញការពិតនោះទេចាប់តាំងពីឧបទ្ទវហេតុនេះមកការចងចាំរបស់គាត់ក៏ចុះខ្សោយផងដែរឥឡូវនេះគំនិតមួយកំពុងតែបំលាញលោកពូតើកូនប្រុសរបស់គាត់ពិតជាស្លាប់ឬក៏នៅរស់នោះទេសាច់រឿងបានកាន់មកពេលព្រឹកម្ដងដែលមានប៉ូលីស2នាក់បានមកដល់ផ្ទះរបស់លោកពូ Island ប៉ូលីសបាននិយាយថាបងប្រុសរបស់ Freya មានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែ Freya មិនបានត្រឡប់មកផ្ទះវិញក្នុងរយៈពេល2ថ្ងៃហើយដូច្នេះហើយទើបមានការរាយការណ៍អំពីការនាគបាត់ខ្លួនលោកពូ Island បានប្រាប់ប៉ូលីសថាគាត់មិនបានដឹងអ្វីទាំងអស់ប៉ុន្តែលោកប៉ូលីសបាននិយាយថា Freya ត្រូវបានគេរកឃើញចុងក្រោយនៅផ្ទះនេះនាងបានហៅតាក់ស៊ីមកជិះប៉ុន្តែពេលតាក់ស៊ីមកដល់មិនបានឃើញ Freya នោះទេដោយសារតែការរងចាំយូរពេកអ្នកបើកបរក៏ត្រឡប់ទៅវិញទៅលោកពូ Island បន្តនិយាយដដែលថាគាត់មិនបានដឹងអ្វីទាំងអស់ប៉ូលីសរកមិនឃើញភស្តុតាងអ្វីនោះទេដូច្នេះហើយពួកគេក៏ត្រឡប់ទៅវិញនៅពេលក្រុមប៉ូលីសចេញទៅបាតបងប្រុសរបស់ Freya បានលួចចូលទៅក្នុងផ្ទះរបស់លោកពូស្ដោយស្ងាត់ហើយចាប់ផ្ដើមដើររកបងស្រីរបស់ខ្លួននៅពេលដែលគាត់ទេទូរស័ព្ទក៏បានឮសំឡេងពីខាងក្នុងហើយគាត់ក៏ដើរតាមសំឡេងនឹងទៅស្រាប់តែបានឃើញសាកសពរបស់ពូនរបស់គាត់ធ្វើឲ្យគាត់រន្ធត់ចិត្តខ្លាំងមែនទែនពេលនឹងដែរគាត់មិនបានដឹងថាមនុស្សយន្តកំពុងតែជួលនៅពីខាងក្រោយរបស់គាត់នោះទេហើយគាត់ក៏ប្រញាប់ប្រញាល់ដកទូរស័ព្ទទីទៅប៉ូលីសប៉ុន្តែមនុស្សយន្តកាត់ខ្សែទម្លាក់ដែកពីលើធ្វើឲ្យគាត់ស្លាប់បាត់ទៅបន្ទាប់មកមនុស្សយន្តនោះបានដើរទៅអង្គុយក្បែរចង្ក្រានភ្លើងលោកពូ Island បានសួរវាម្ដងទៀតថាតើវាបានសម្លាប់ Freya ទេមនុស្សយន្តមិនបាននិយាយអ្វីនោះទេគ្រាន់តែព្រិចភ្នែកតែប៉ុណ្ណឹងឯងបន្ទាប់មកវាយកកន្ត្រៃសរសេរពាក្យមួយលោកពូអានវាហើយធ្វើឲ្យអារម្មណ៍ថាធូរស្រាលបន្តិចប៉ុន្តែការសន្ទនានេះត្រូវបានលីអូលួចមើលនៅពេលលោកពូចេញទៅបានគាត់បានចេញមកដោយស្ងៀមស្ងាត់ដើម្បីអានពាក្យនេះដោយខ្លួនឯងលីអូតែងតែមានការសង្ស័យអំពីការស្លាប់របស់ Robin គាត់បានស្វែងរកព័ត៌មានចាស់ៗតាមអ៊ីនធឺណិតដែលទាក់ទងនឹងករណីរបស់ Robin ពេលនោះហើយដែលគាត់បានឃើញការបង្ហោះរបស់អ្នកយកព័ត៌មានចាស់ម្នាក់ដែលបាននិយាយអំពីពិធីជប់លៀងមួយកាលពី2ឆ្នាំមុនលីអូបានទាក់ទងអ្នកសារព័ត៌មាននោះភ្លាមនៅពេលដែលអ្នកសារព័ត៌មានបានដឹងថាលីអូគឺជាក្មួយប្រុសរបស់លោកពូ Island គាត់មិនស្ទាក់ស្ទើរក្នុងការបង្ហាញរឿងពិតកាលពីប្រហែលឆ្នាំមុននោះទេគាត់បាននិយាយរៀបរាប់អំពីរឿងដែលកើតឡើងវាបានកើតឡើងនៅថ្ងៃខួបកំណើតគម្រប់ខួប11ឆ្នាំរបស់ Robin លោកពូ Island បានរៀបចំពិធីជប់លៀងដ៏ធំមួយសម្រាប់ Robin ផងដែរហើយដោយសារតែចង់ surprise Robin ក៏យកគាត់ដាក់ក្នុងបន្ទប់ក្រោមដីមួយនៅពេលគេនាំ Robin មកវិញអាកប្បកិរិយារបស់គាត់បានផ្លាស់ប្ដូរយ៉ាងចម្លែកហាក់ដូចជាមនុស្សផ្សេងទៅវិញហើយនៅក្នុងពិធីជប់លៀងគាត់ក៏បានប្រើអំពើហិង្សានិងវាយប្រហារគ្រប់គ្នាភ្ញៀវទាំងអស់ត្រូវបានសម្លាប់លើកលែងតែលោកពូ Island និងអ្នកយកព័ត៌មានដែលអាចរត់គេចខ្លួនបាននៅពេលដែល Robin វាយប្រហារម្ដាយរបស់គាត់កំភ្លើងបានបន្លឺឡើងហើយ Robin ក៏ត្រូវបានសម្លាប់នៅនឹងកន្លែងអ្នកសរសេរប្លុកបានបង្ហើបថាការបាញ់នេះត្រូវបានបាញ់ដោយគ្មាននរណាក្រៅពីលោកពូ Island ខ្លួនគាត់នោះទេក្រោយមកដើម្បីការពារឈ្មោះនិងកេរ្តិ៍ឈ្មោះរបស់គាត់បានសូកប៉ាន់ប៉ូលីសដើម្បីលុបបំបាត់ហេតុការណ៍នេះទាំងមូលលីអូប្រៀបមានការភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលដឹងការពិតហើយគាត់ពិតជាមិនចង់ជឿថាវាជាការពិតនោះទេស្របពេលនោះដែរលីស៊ីដែលជាមិត្តស្រីរបស់គាត់បានបញ្ចេញកំហឹងដាក់គាត់ដោយសារតែនាងបានឃើញសារពីអ្នកប្រមូលបំណុលនៅលើទូរស័ព្ទរបស់លីអូព្យាយាមបញ្ចូលទៅសង្សាររបស់គាត់ថាគាត់គ្រាន់តែព្យាយាមរកលុយសម្រាប់អនាគតរបស់ពួកគេឲ្យកាន់តែប្រសើរប៉ុន្តែផ្ទុយទៅវិញគាត់បានធ្លាក់ក្នុងបំណុលយ៉ាងជ្រៅឥឡូវនេះពួកគេមានជំរើសតែមួយគត់គឺលួចលុយពីផ្ទះរបស់លោកពូ Island លីអូបានសន្យាជាមួយលីស៊ីថានៅពេលដែលអ្វីៗបានដោះស្រាយពួកគេនឹងចាប់ផ្ដើមជីវិតថ្មីជាមួយគ្នានៅយប់នោះដោយដែលបានគ្រោងទុកពួកគេបានចាក់កាហ្វេរបស់លោកពូ Island ជាមួយនឹងថ្នាំសម្លាប់មិនយូរប៉ុន្មានលោកពូក៏បានដេកលក់យ៉ាងស្កប់ស្កល់នៅពេលនោះដែរប៉ូលីស2នាក់បានត្រឡប់ទៅផ្ទះរបស់លោកពូ Island វិញនៅពេលដែលដល់មាត់ទ្វារគ្មានអ្នកណាឆ្លើយតបគាត់ក៏បានចាប់ផ្ដើមសង្ស័យប៉ូលីសស្រីម្នាក់បានទៅក្នុងបន្ទប់ក្រោមដីដែលជាកន្លែងចុងក្រោយដែលពួកគេបានឃើញ Freya ហើយនាងក៏បានឃើញមនុស្សយន្តដែលមានភ្នែកភ្លឺប៉ូលីសស្រីក៏បានទៅពិនិត្យមើលមនុស្សយន្តនោះប៉ុន្តែនៅពេលដែលនាងអោនចុះទៅស្រាប់តែមនុស្សយន្តនោះបានចាក់នាងចូលទៅក្នុងពោះជាមួយនឹងវត្ថុដ៏មុតស្រួចមួយនាងក៏បានដួលដោយការឈឺចាប់ហើយបន្ទាប់មកមនុស្សយន្តបានឆក់នាងដោយឧបករណ៍មួយដោយសម្រាប់នាងយ៉ាងសាហាវឃោឃៅប៉ូលីសម្នាក់ទៀតបានមកដល់ពេលគាត់បើកទ្វារចូលមកគាត់ក៏បានឈ្ងុយសាច់អាំងយ៉ាងខ្លាំងនៅពេលដែលគាត់ឆែកឆេរក៏បានឃើញសាកសពមួយគឺជាដៃគូរបស់គាត់នឹងឯងប៉ុន្តែភ្លាមមនុស្សយន្តបានចាក់គាត់ពីក្រោយហើយបានបញ្ចេញអណ្ដាតភ្លើងដែលឆេះនៅលើមុខរបស់គាត់ហើយក៏បានដុតគាត់សម្លាប់បាត់ទៅខណៈនោះដែរលីអូនិងលីស៊ីកំពុងតែស្វែងរករបស់មានតម្លៃនៅក្នុងបន្ទប់របស់លោកពូពេលនោះដែរពួកគេបានចាប់អារម្មណ៍ប្រហោងចម្លែកមួយនៅលើឥដ្ឋពួកគេក៏បើកទ្
ទ្វារចូលមើលស្រាប់តែបានឃើញបន្ទប់ក្រុមដីមួយហើយក៏ចុះចូលមើលទៅ Lexi ក៏មានអារម្មណ៍ថាស្ទាក់ស្ទើរប៉ុន្តែក៏បានដើរទៅតាមសង្សាររបស់គេពួកគេមិនបានដឹងថាកំពុងតែមានភ្នែកមនុស្សយន្តកំពុងតែតាមដានពួកគេនោះផងដែរនៅពេលចូលទៅដល់ក្នុងបន្ទប់ក្រុមដីពួកគេបានប្រទះឃើញដបស្រាជាច្រើនប៉ុន្តែពួកគេមិនបានចាប់អារម្មណ៍អ្វីច្រើននោះទេក៏ដើរស្វែងរករបស់មានតម្លៃទៀតទៅកំពុងតែដើរស្រាប់តែពួកគេបានឮសំឡេងនៅពីក្រោយរបស់ពួកគេបានងាកមកមើលវិញប៉ុន្តែគ្មាននរណាម្នាក់នៅទីនោះទេ Leo ដើរបន្តទៅមុខទៀត Lexi ងាកមកមើលម្ដងទៀតពេលនាងងាកមកវិញស្រាប់តែនាងបានឃើញមនុស្សយន្តឈរនៅខាងមុខដែលប្រឡាក់ដោយឈាម Lexi បានស្រែកមួយទំហឹងហើយក៏រត់រក Leo វិញពេលកំពុងតែរត់ពួកគេបានប្រទះឃើញអ្វីមួយមើលទៅដូចជាទូខោអាវដែលមានប្រអប់ចាក់សលាក់នៅខាងក្នុងការភ័យខ្លាចរបស់ពួកគេបានរសាត់បាត់មួយរំពេចផងដែរហើយពួកគេរំភើបចិត្តខ្លាំងគិតថានៅក្នុងទូនោះមានលុយច្រើនហើយ Leo ចាំថាលោកពូ Aiden តែងតែប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតរបស់កូនប្រុសរបស់គាត់ធ្វើជាលេខសម្ងាត់ហើយក៏បានចុចបើកវាទៅប្រអប់កេះក៏បានបើកប៉ុន្តែពេលវាបើកហើយពួកគេក៏អស់សង្ឃឹមយ៉ាងខ្លាំងដោយសារតែក្នុងកេះនោះគ្មានអ្វីនោះទេជីវិតរបស់ពួកគេកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ផងដែរពួកគេបានឮសំឡេងអ្វីមួយហើយបានសម្លឹងរកមើលតែមិនឃើញអ្វីនោះទេរំពេចនោះស្រាប់តែអាវុធដ៏មុតស្រួចមួយបានចាក់ចូលករបស់ Lexi ធ្វើឲ្យនាងស្លាប់ទាំងវេទនា Leo ឃើញហើយពិតជារន្ធត់ចិត្តខ្លាំងប៉ុន្តែគេមិនមានពេលច្រើននោះទេគាត់ក៏យកដែកមួយដើម្បីវាយប្រហារមនុស្សយន្តវិញហើយមនុស្សយន្តនេះនៅតែអាចដំណើរការបានយកដបមួយវាយក្បាល Leo ធ្វើឲ្យគាត់ដួលស្លាប់បាត់ទៅនៅពេលគាត់ដឹងខ្លួនមកវិញគាត់បានឃើញខ្លួនឯងត្រូវចងនឹងកៅអីបាត់ហើយដែលនៅក្នុងបន្ទប់ក្រុមដីដដែលដែលជាបន្ទប់ដែល Robin ធ្លាប់ជួបកាលពីមុនរំពេចនោះមនុស្សយន្តចាប់ផ្ដើមនិយាយសំឡេងរបស់វាបានបញ្ចូលខ្លឹមសារនៃប្រលឹងរបស់ Robin វាបាននិយាយអំពីការរភាពរបស់វានៅពេលដែលម្ដាយវាចាក់សោនៅទីនេះមនុស្សយន្តបានសួរ Leo ថាហេតុអ្វីបានមកផ្ទះនេះ Leo ឆ្លើយថាគាត់គ្រាន់តែមកលេងតែប៉ុណ្ណោះប៉ុន្តែមនុស្សយន្តនេះមិនជឿនោះទេបានយកកំភ្លើងចាក់ខ្នងរបស់គាត់ធ្វើឲ្យគាត់ឈឺចាប់យ៉ាងខ្លាំងមនុស្សយន្តបានផ្ដល់ឱកាសម្ដងទៀតប៉ុន្តែ Leo នៅតែមិនបានឆ្លើយដដែលហើយត្រូវមនុស្សយន្តនេះធ្វើទរណកម្មម្ដងហើយម្ដងទៀតនៅទីបំផុតគាត់ក៏បានសារភាពគ្រប់យ៉ាងគាត់មិនមែនជាក្មួយប្រុសពិតប្រាកដរបស់លោកពូ Aiden ទេដោយសារតែលោកពូផ្លេចការចងចាំដូច្នេះហើយទើបគាត់បំឡំធ្វើជាក្មួយរបស់គាត់ដើម្បីលួចចូលផ្ទះនេះដើម្បីតែលួចលុយនិងវត្ថុមានតម្លៃតែប៉ុណ្ណោះពេលនេះគាត់ក៏បានទទួលកំហុសរបស់គាត់ហើយនិយាយថាគាត់នឹងទទួលខុសត្រូវចំពោះការស្លាប់របស់ Lexi ផងដែរពេលនោះដែរគាត់ក៏បានលួចកាត់ខ្សែចំណងដៃរបស់គាត់មនុស្សយន្តនៅតែមិនទុកចិនគាត់ហើយបានយកកាភ្លើងបំរុងនឹងបាញ់គាត់ហើយប៉ុន្តែភ្លាមLeo ក៏បានដោះលែងខ្លួនឯងហើយចាប់បោកមនុស្សយន្តនោះទៅនឹងដីហើយក៏ទាញយកកាភ្លើងរៀបនឹងបាញ់មនុស្សយន្តនេះហើយស្រាប់តែលោកពូ Aiden បានបាញ់គាត់ពីក្រោយធ្វើឲ្យគាត់ស្លាប់បាត់ទៅប្រលឹងរបស់ Robin បានរស់ឡើងវិញយ៉ាងពេញលេញនៅក្នុងមនុស្សយន្តនឹងជាមួយនឹងលោកពូទៅហើយសាច់រឿងក៏បានបញ្ចប់នៅត្រង់ចំណុចនេះដូចគ្នាហើយកុំភ្លេចចុច like ចុច subscribe ឲ្យ admin ម្នាក់មួយទៅអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា